នារីម្នាក់ត្រូវបានជន់ផ្ដាច់ការទម្លាក់ពីលើច្រាំងថ្មហើយស្លាប់ភ្លាមអ្វីដែលចម្លែកនោះគឺក្រោយពីស្រូបយកឈាមរបស់នាងដើមអំពិលអំពែកនៅក្រោមច្រាំងថ្មស្រាប់តែមានវិញ្ញាណដោយសារឈាមរបស់នាងក៏អាចបង្កើនការបណ្ដុះបណ្ដាលតបៈបានដែរវិញ្ញាណដើមអំពិលអំពែកក៏បានផ្លាស់ប្ដូររូបរាងទៅជាមនុស្សភ្លាមវាបានឃើញថានារីរូបនេះត្រូវបានប្អូនស្រីពើរបស់នាងសម្លាប់ដើម្បីដណ្ដើមមរតកគ្រួសារដើម្បីសងគុណនារីរូបនេះវិញ្ញាណដើមអំពិលអំពែកបានប្រើមន្តអាគមរបស់ខ្លួនដើម្បីធ្វើឲ្យនាងរស់ឡើងវិញហើយបានប្រាប់នាងថាវាអាចជួយនាងសងសឹកបានប៉ុន្តែលុះត្រាតែនាងអនុញ្ញាតឲ្យវិញ្ញាណចូលក្នុងខ្លួនរបស់នាងដើម្បីឲ្យពួកគេទាំងពីរអាចចែករំលែករូបកាយតែមួយបន្ទាប់មកវិញ្ញាណដើមអំពិលអំពែកក៏បានចូលក្នុងខ្លួនរបស់នាងហើយពួកគេក៏បានចេញដំណើរទៅកាន់អចលនទ្រព្យរបស់គ្រួសារលីបដើម្បីសងសឹកប្អូនស្រីល្មមភ្លោបនោះទន្ទឹមនឹងនោះនារីដែលល្មមភ្លោបកំពុងតែមានមោទនភាពចំពោះខ្លួនឯងដោយឃើញបុរសចំណាស់នៅលើគ្រែជិតស្លាប់ពិបាកដកដង្ហើមនាងប្រកាសថានាងនឹងក្លាយជាអ្នកស្នងមរតកតែមួយគត់របស់គ្រួសារលីបឆាប់នេះដើម្បីពន្លឿនរឿងនាងស្នើថាពួកគេគួរតែបញ្ចប់ការជិះចាប់របស់បុរសចំណាស់ហើយថែមទាំងផ្ដល់លេសដែលហាក់ដូចជាសមហេតុផលដោយនិយាយថាជីតារបស់នាងមានមោទនភាពពេកមិនចង់រស់នៅដោយមិនអាចគ្រប់គ្រងខ្លួនបាននិយាយដូច្នោះនាងក៏ត្រៀមខ្លួនសម្រាប់គាត់ដោយខ្លួនឯងប៉ុន្តែពេលនោះស្រាប់តែអ្នកបម្រើម្នាក់រត់ចូលមកទាំងភ័យស្លន់ស្លោជាមួយនិយាយថាបងស្រីរបស់នាងឈ្មោះសូហ្វីយ៉ាបានត្រឡប់មកវិញហើយនារីដែលល្មមភ្លុកបដិសេធមិនជឿថាសូហ្វីយ៉ាអាចត្រឡប់មកវិញដោយដៃរបស់នាងប៉ុន្តែដោយឃើញទឹកមុខអ្នកបម្រើដែលមើលទៅហាក់ដូចជាពិតជាធ្ងន់ធ្ងរនាងក៏សម្រេចចិត្តទៅមើលដោយផ្ទាល់ពេលនាងចូលទៅក្នុងសាលនាងបានឃើញសូហ្វីយ៉ាកំពុងដើរចូលមកជាមួយនឹងឆ័ត្រនិងទឹកមុខគុំពួនក្នុងភ្នែកមនុស្សគ្រប់រូបនៅក្នុងបន្ទប់នោះមានការភ័យខ្លាចយ៉ាងខ្លាំងព្រោះពួកគេទាំងអស់សុទ្ធតែបានឃើញការសម្លាប់សូហ្វីយ៉ាដោយផ្ទាល់ភ្នែកហើយនាងត្រូវបានគេបញ្ជាក់ថាស្លាប់នៅពេលនោះ